បាទសួស្តីបងប្អូនថ្ងៃនេះមកនិយាយខ្លះៗពីតទៅរឿងទីផ្សារតុងតិចបងប្អូនមានបងប្អូនយើងមួយចំនួនគាត់ទិញតុងទៅគាត់សួរយើងថាទទួលទិញវិញអត់ពីមុនគឺខ្ញុំទទួលទិញវិញតែមកដល់ពេលបច្ចុប្បន្ននេះគឺខ្ញុំអត់ទទួលទិញវិញទេក្នុងឆ្នាំ2026នេះដោយសារឆ្នាំ2024ខ្ញុំបាននិយាយថាខ្ញុំទទួលទិញវិញហើយ2025គឺខ្ញុំនៅតែទទួលទិញតែអ្នកដែលយើងតុងទិញចំគឺมันមានតុងលក់ខ្ញុំទេចឹងហើយដល់2026នេះគឺខ្ញុំមិនបានទទួលទិញវិញទេមូលហេតុដោយសារតែมันមានតុងគ្រប់គ្រងខ្ញុំតន់ចឹងខ្ញុំធ្វើទីផ្សារទៅព្រោះវាពិបាកមួយគឺអត់ទទួលទិញពីយើងទេដោយសារតែយើងពេលខ្លះមានពេលខ្លះអត់ចឹងហើយបើបងប្អូនគិតថាចង់ចិញ្ចឹមតុងហើយបដោតទៅលើតាការទទួលទិញវិញរបស់ឈ្មួញអញ្ចឹងវាអត់ស្អីបានលទ្ធផលល្អប៉ុន្មានទេវាអត់ស្អីចំណេញទេបងទោះបីគេទិញវិញក៏គេទិញហ្នឹងតម្លៃមួយដែលមិនសូវជាថ្លៃដូចតែយើងលក់ខ្លួនយើងផ្ទាល់ទេព្រោះថាគេត្រូវចំណាយទៅលើថ្លៃកម្មករថ្លៃសហុយធ្វើដំណើរដឹកជញ្ជូនហើយនឹងយកទៅលក់ឲ្យឈ្មួញម៉ូតូទៀតបានយកទៅលក់ចេញទៅទីផ្សារអញ្ចឹងវាឡើង3 4តំណហើយចឹងបើ1គីឡូគេចំណេញតែ1000អញ្ចឹងបើ3 4តំណវាខុសគ្នា3 4,000មកដែរចឹងហើយតម្លៃក៏វាមិនអាចថ្លៃបានដែរកន្លងមកដែលខ្ញុំធ្វើកន្លងមកតែទៅជួបនឹងបញ្ហាពេលដែលមានតុងហើយយើងត្រូវការទិញពីគាត់បែរជាគ្មានពេលលក់ឲ្យយើងគាត់ថាថ្ងៃនេះគាត់រវល់គាត់បានលក់ឯងចូលថ្ងៃនោះខែនោះបើគាត់លក់បានហើយការធ្វើបែបហ្នឹងគឺវាអត់ត្រឹមត្រូវអញ្ចឹងខ្ញុំមានកម្លាំងក្នុងការទទួលទិញវិញណាទៅពេលយើងត្រូវការតុងដែលល្មមលក់ហើយគាត់អត់លក់ទេគាត់ចាំឲ្យដល់ខែនោះបន្តិចវារៀងថ្លៃខែនោះបន្តិចបានវាតុងនឹងវាធំស្មើដល់ខែនោះបងគាត់មានពេលធានាមកលក់ឲ្យយើងអ្នកខ្លះយើងត្រូវការថ្ងៃច័ន្ទគាត់អត់មានពេលទេគាត់ចាំថ្ងៃអាទិត្យបងគាត់មានពេលអញ្ចឹងវាពិបាកក្នុងការយើងទៅទទួលទិញវិញពេលណាដែលយើងត្រូវការចំតុងគឺដើម្បីលក់ឲ្យភ្ញៀវតែនៅពេលដែលភ្ញៀវត្រូវការយើងបែរជាគ្មានពេលលក់ឲ្យភ្ញៀវទៅវិញនឹងហើយដែលជាមូលហេតុពិបាកក្នុងការធ្វើទីផ្សារហើយមួយទៀតតកតងរឿងធ្វើទីផ្សារហ្នឹងក៏ដូចគ្នាអ្នកខ្លះយើងថាយើងជួយលក់ឲ្យតុងនៅពេលដែលយើងរកម៉ួយបានឲ្យដាក់ឲ្យគេតិចណាស់ពិបាកក្នុងការដឹកជញ្ជូនខ្ញុំអត់សូវមានពេលហត់ណាស់ចង់ឲ្យមកចាប់ម្ដងទាំងអស់សម្រាប់ម៉ួយដែលមកចាប់ទាំងអស់គឺខ្ញុំមានពីមុនមកគឺខ្ញុំមានតែឥឡូវខ្ញុំអត់ទទួលធ្វើជាមួយគេទេហើយគេក៏អត់ធ្វើជាមួយយើងដោយសារតែដូចខ្ញុំនិយាយចឹងគឺយើងមិនមានតុងពុតគង់គ្រប់គ្រាន់ឲ្យគេអញ្ចឹងគេត្រូវការរកអ្នកផ្សេងដើម្បីគុតគង់តុងគេគ្រប់គ្រាន់បើអ្នកខ្លាំងចាំមួយឆ្នាំយើងទៅទិញតុងគាត់ថាគាត់លក់ឲ្យគេអស់អត់ហើយលក់រាយអស់បាត់ហើយបានតម្លៃថ្លៃជាងបងឯងខ្ញុំត្រេកអរដែលគាត់ចេះលក់ខ្លួនឯងបានតាមតម្លៃល្អតែនៅពេលដែលគាត់លក់អត់ចេញគាត់តែមកដាក់កំហុសលើយើងមកប្រាប់ឲ្យយើងបងឯងអត់ជួយទិញអត់ជួយរកម៉ួយឲ្យទីទៅខ្ញុំក៏ចាំតែខុសបងប្អូនចឹងហើយបានខ្ញុំអត់ទទួលទិញសាច់វិញទេហើយលក់កូនក៏ដូចគ្នាដែរខ្ញុំទទួលលក់កូនតែនៅពេលខ្លះទៅយកទៅចិញ្ចឹមទៅគាត់មើលថាអត់ល្អតុងវាងាប់ច្រើនតុងវាខូចច្រើនហើយការធំធាត់ទៀតក៏បន្ទោសcủaយើងមកវិញតុងយើងនៅក្រិនតុងយើងនឹងយកមកអត់ល្អឲ្យគាត់បានតុងនឹងឈឺច្រើនងាប់ច្រើនក៏អត់គិតពីបញ្ហារបស់គាត់ក៏អត់គិតពីខ្លួនគាត់ដែលថាគាត់មើលថែអត់ដល់អីចឹងគាត់ដឹងតែតម្លាក់កំហុសលើយើងអញ្ចឹងខ្ញុំចាំតែខុសទេពេលជួយទិញសាច់របស់គាត់ក៏ខុសមិនជួយទិញសាច់របស់គាត់ក៏ខុសលក់កូនឲ្យគាត់ទៅចិញ្ចឹមល្អទៅមិនសូវខុស
តែបើគាត់ចាំមិនសូវល្អវិញខុសយើងទៀតនិយាយទៅខ្ញុំចាំតែខុសហ្មងណាបងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងបញ្ជាក់បងប្អូនថាក្នុងឆ្នាំ2026ខ្ញុំអត់ទទួលទិញសាច់មិនតុងនេះទេតែបងប្អូនចង់ចិញ្ចឹមយើងជួយសម្រួលទីផ្សារបងប្អូនយើងជួយរកម៉ូយឬអីទៅហើយបងប្អូនខ្ញុំគេលក់ឲ្យចាប់ឲ្យម៉ូយអីទេអាហ្នឹងក៏មិនធ្វើមិនដែរព្រោះថាយើងលក់បែបហ្នឹងគឺវាបានថ្លៃជាងឲ្យខ្ញុំទៅប្រមូលទិញមកបើខ្ញុំទៅប្រមូលទិញមកនិយាយយកមកទុកនៅក្នុងផ្ទះខ្លួនឯងស្តុកពេលខ្លះក៏មានបញ្ហាវាងាប់វាអីបាត់បង់ស្រកគីឡូស្រកអីអញ្ចឹងវាកន្លែងធូរតែនៅផ្ទះបងប្អូននៅពេលដែលមានឈ្មោលទិញខ្ញុំប្រាប់ឲ្យដាក់ឲ្យអាហ្នឹងបងប្អូនធ្វើបានអាហ្នឹងក៏ធ្វើទៅបងប្អូនចាំទៅតែបើឲ្យទទួលទិញពីមុនគឺលែងទទួលទិញហើយគឺយើងខាតទាំងពេលវេលាបាត់បង់ទាំងម៉ូយធំដោយសារតែការទទួលទិញវិញនឹងហើយដោយសារតែពួកគាត់ធ្វើមិនពិតប្រកបជាមួយយើងបើសម្រាប់បងប្អូនដែលចង់បានទង់សាច់មានបងប្អូននេះទង់មេដាពូជក៏មានទង់សាច់ក៏មានកូនទង់ក៏មានបងទៅការទៅទង់បាន